ស្រីតូចដែលជាកូនស្រីមេភូមិដើរចូលមកមើលដោយភាពចង់ដឹងចង់ឃើញអាឆាតភាំងស្មារតីមួយសន្ទុះដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ស្រីតូចសូមស្វាគមន៍មកកាន់រឿងកំ pl ែងចំណងជើងថាកំពូលជាងកាត់សក់ឆ្លងភពកែសម្រាប់មេភូមិសម័យបុរាណសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នាអាឆាតកំពុងរៀបចំសម្ភារៈកាត់សក់នៅក្នុងហាងទំនើបរបស់ខ្លួនយ៉ាងមមាញឹកស្រាប់តែមានពន្លឺចម្លែកមួយយ៉ាងភីចេញពីកញ្ចក់ក្នុងហាងកាត់សក់នោះគាត់ក៏ត្រីកម្លាំងអើតមួយយ៉ាងទាញចូលទៅក្នុងរុនខ្មៅនិងស្លុបតែម្ដងអាឆាតស្រែកយ៉ាងខ្លាំងខណៈពេលដែលខ្លួនកំពុងវិលវល់ក្នុងលំហាអាកាសអាឆាតបានធ្លាក់មកលើដីយ៉ាងខ្លាំងនៅក្នុងព្រៃដ៏ក្រាស់មួយដែលមានដើមឈើធំៗគាត់សម្លឹងមើលជុំវិញខ្លួនដោយភាពងឿងឆ្ងល់ជាខ្លាំងព្រោះមិនស្គាល់កន្លែងនេះកាបោបស្បែករបស់គាត់នៅតែជាប់នឹងក្នុងយ៉ាងណែនគាត់ព្យាយាមដកទូរស័ព្ទចេញមកតែគ្មានសេវាបន្តិចសោះឡើយយាយមុំដែលកំពុងដើររកអូសបានឃើញអាឆើតក៏ស្រែកឆោឡោឡើងយ៉ាងខ្លាំងគាត់គិតថាអាឆើតគឺជាខ្មោចព្រាយបិសាចដែលមកលុំញ៉ាស្រុកអាឆើតព្យាយាមបញ្យល់ដោយលើកដៃសំពះតាមបែបខ្មែរយើងយាយមុំរត់ទៅភូមិវិញទាំងភ័យស្លន់ស្លោហូតជ្រោះអូសអស់ពីដៃមិនយូរប៉ុន្មានញាក់ភូមិជាច្រើនញាក់បានកាន់ដំបងនិងលំពេងមកចោមរោមអាឆាតអា5ដែលជាកូនចៅមេភូមិបានបញ្ជាឲ្យញាក់ភូមិចាប់ខ្លួនអាឆាតភ្លាមអាឆាតភ័យពេកក៏ទាញដាប់ស្ព្រេបាញ់សុកចេញមកពីក្នុងកាបូបគាត់បាញ់ស្ព្រេឡើងលើមេឃធ្វើឲ្យមានផ្សែងហុយត្រឡោមពេញទីនោះអ្នកភូមិភ័យខ្លាចយ៉ាងខ្លាំងដោយគិតថាអាឆើតកំពុងប្រើមន្តអាគមភ្លុំផ្សែងសម្រាប់មនុស្សគូគេដកថយក្រោយបន្តិចម្ដងដោយមិនហ៊ានចូលជិតអាឆើតឡើយអាឆើតឆ្លៀតឱកាសនោះដើរចេញមកក្រោយជារៀងរាល់ជំហានយ៉ាងអង់អាតគាត់ប្រាប់អ្នកភូមិថាគាត់គឺជាទេវតាចော့មកជួយកែសម្រស់មនុស្សលោកអា5បាននាំអាឆើតទៅជួបមេភូមិដែលមានទឹកមុខកាយសាហាវបំផុតមេភូមិអង្គុយលើគ្រែឈើធំមួយដែលមានសក់ក្បាលរញ៉េរញ៉ៃដោយសម្បុកមន់គាត់សម្លឹងមើលអាឆើតតាំងពីចុងជើងរហូតដល់ចុងសក់ដោយភាពមិនទុកចិត្តអាឆើតឃើញសក់មេភូមិក៏លួចសើយតិចក្នុងចិត្តតែម្នាក់ឯងមេភូមិសួរអាឆាតថាមានសមត្ថភាពអ្វីពិសេសដែលអាចជួយគាត់បានខ្លះអាឆាតឆ្លើយយ៉ាងជឿជាក់ថាគាត់អាចធ្វើឲ្យមេភូមិសង្ហាជាងគេក្នុងចំណោមបរិសុទ្ធទាំងអស់ស្រីតូចដែលជាកូនស្រីមេភូមិដើរចូលមកមើលដោយភាពចង់ដឹងចង់ឃើញអាឆាតភាំងស្មារតីមួយសន្ទុះដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ស្រីតូចមេភូមិបានដាក់លក្ខខណ្ឌថាបើកាត់សក់មិនស្អាតទេនឹងត្រូវកាត់ក្បាលចោលវិញអាឆាតលេបទឹកមាត់ក្អាក់ព្រោះដឹងថារឿងនេះមិនមែនជាការលេងសើចឡើយគាត់ចាប់ផ្ដើមរៀបចំតុឈើមួយនៅក្រោមដើមជ្រៃដើម្បីធ្វើជាកន្លែងកាត់សក់អ្នកភូមិរាប់រយអ្នកមកចោមរមើលព្រោះមិនដែលឃើញសម្ភារៈចម្លែកបែបនេះអាឆើតដកម៉ាស៊ីនតកងកាត់សក់ចេញមកបង្ហាញដល់មេភូមិនិងអ្នកភូមិទាំងអស់គ្នាគាត់ចុចប៊ូតុងបើកម៉ាស៊ីនឲ្យមានសំឡេងងឿងរហូតធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលអា5ស្ទុះទៅពួនក្រោយក្នុងមេភូមិព្រោះខ្លាចសំឡេងម៉ាស៊ីននោះជាសំឡេងខ្មោចអាឆើតពន្យល់ថាវាកើតចេញពីថាមពលរន្ទះដែលគាត់បង្ក្រាបបានអាឆើតចាប់ផ្ដើមប្រើម៉ាស៊ីនតកងឈៀកសក់មេភូមិជារូបរាងប្លែកពីគេបំផុតគាត់រចនាម៉ូដសក់មហាអំណាចពស់វែកដែលជាម៉ូដសក់ទាន់សម័យបំផុតសំឡេងងឺនៃម៉ាស៊ីនតកងធ្វើឲ្យមេភូមិព្រឺសម្បូរងឿយចង់តែងុយដេកអ្នកភូមិឈើមើលចង្ដក់ដង្ហើមធំដោយមិនដឹងថាលទ្ធផលទៅជាយ៉ាងណាអាឆាតប្រើកន្ត្រៃមុតស្រួតកាត់តម្រឹមសក់ផ្នែកខាងលើឲ្យមានកម្ពស់ខ្ពស់ត្រដែតគាត់ប្រាប់មេភូមិថាម៉ូដសក់នេះនឹងជួយឲ្យមេភូមិទទួលបានថាមពលពីមេឃយាយមុំចាប់ផ្ដើមនិយាយខ្សឹបខៀវថានេះប្រហែលជាសក់សម្រាប់តាក់ទងនឹងទេវតាហើយគ្រប់គ្នាផ្ដោតអារម្មណ៍មើលដៃអាឆាតតែធ្វើចលនាយ៉ាងរហ័សរហួនបន្ទាប់មកអាឆាតបណ្ដុកដបជែលមហាអំណាចចេញមកលាបលើសក់មេភូមិគាត់ធ្វើឲ្យសក់ផ្នែកកណ្ដាលឈរត្រង់ភ្លឹងដូចជាអង់តែនទូរទស្សន៍សម័យថ្មីជែលលុបមានក្លិនក្រអូបឈ្ងុយសាយភាយពេញភូមិធ្វើឲ្យអ្នកភូមិហិតក្លិនតាមគ្នាមេភូមិមានអារម្មណ៍ថាត្រជាក់ក្បាលប្លែកខុសពីធម្មតាដែលធ្លាប់តែធ្ងន់សក់អាឆាវទៀងដាប់ស្ព្រេយពណ៌មាសមកបាញ់បន្ថែមលើចុងសក់ឲ្យមានបន្លឺចែងចាំងបន្លឺថ្ងៃដែលចេះមកលើសក់មេភូមិធ្វើឲ្យគ្រប់គ្នាភាំងស្មារតីព្រោះវាស្អាតហួសការស្មានស្រីតូចញញឹមយ៉ាងស្រស់ព្រោះឃើញឪពុករបស់ខ្លួនមានរូបរាងប្លែកនិងសង្ហាជាងមុន
พรามជាយាមយកដៃទៅប៉ះសក់មេភូមិតែត្រីអាឆោតវាយដៃចេញអាឆើតបានដកកញ្ចក់ថ្លាមួយយ៉ាងចេញពីកាបូបឲ្យមេភូមិមើលលទ្ធផលចុងក្រោយមេភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញខ្លួនឯងក្នុងកញ្ចក់ដែលមានរូបរាងដូចជាអ្នកក្លាហានគាត់ស្ទាបសក់ដែលរឹងកំព្រឹសនោះហើយសើយ៉ាងខ្លាំងដោយភាពពេញចិត្តបំផុតអ្នកភូមិទាំងអស់នាំគ្នាទះដៃអបអរសាទរចំពោះម៉ូតសក់ថ្មីនេះយាយមុំស្រែកឡើងថានេះគឺជាអង្តែនតាក់ធាងលៀបសំណាងមកឲ្យភូមិយើងហើយគ្រប់គ្នាជឿតាមសម្ដីយាយមុំហើយចាប់ផ្ដើមគោរពកោតខ្លាយអាឆាតខ្លាំងជាងមុនមេភូមិដើរបង្ហាញម៉ូតសក់ជុំវិញលានក្រោមដើមជ្រៃដោយភាពមោទនភាពបំផុតអាឆាតលួចដើរទៅក្បែរស្រីតូចហើយនិយាយលេងសើចជាមួយនាងយ៉ាងផ្អែមល្ហែមស្រាប់តែមេភូមិជិតខាងម្នាក់ដែលជាគូប្រជែងបានធ្វើដំណើរមកដល់ទីនោះគាត់មកដើម្បីចង់ឌឺដងរឿងសម្រស់មេភូមិដែលធ្លាប់តែអាក្រក់មើលកាលពីមុនប៉ុន្តែពេលគាត់ឃើញម៉ូតសក់មហាអំណាចពស់វែកគាត់ក៏ភ័យញ័ររន្ធត់ជាខ្លាំងគាត់គិតថាមេភូមិទទួលបានមុនអាគមខ្លាំងពូកែពីគ្រូសិលណាម្នាក់មេភូមិជិតខាងបានសុំឲ្យអាឆើតជួយកាត់សក់ឲ្យគាត់ម្នាក់ដែរដកដេកគុំឲ្យចាញ់មេភូមិម្នាក់នេះអាឆើតមានគំនិតចង់ធ្វើបាបមេភូមិជិតខាងនោះបន្តិចព្រោះឃើញគាត់រឹកធូរពេកអាឆើតក៏រចនាម៉ូតសក់កន្ទុយបង្គួយដែលមានសក់វែងតែនៅខាងក្រោយបន្តិចប៉ុណ្ណោះអ្នកភូមិទាំងអស់ផ្ទុះសំណោចយ៉ាងខ្លាំងពេលឃើញម៉ូតសក់នោះមេភូមិជិតខាងមិនដឹងថាគេសោយខ្លួនឯងទេបែរជាគិតថាគេសរសើរថាខ្លួនស្អាតប្លែកគេទៅវិញគាត់ដើរចេញពីភូមិដោយភាពជឿជាក់ទាំងក្បាលមានសក់ដូចកន្ទុយសត្វអាឆើតនិងស្រីតូចសោយសប្បាយជាមួយគ្នាឥតឈប់ឈរនៅក្រោមដើមឈើមេភូមិចាប់ដើមមានអារម្មណ៍ស្រឡាញ់ចូលចិត្តអាឆើតដូចជាកូនបង្កើតអាប្រាំឃើញគេមានសក់ស្អាតអស់ក៏មកសុំអាឆោតឲ្យជួយកែសម្រស់ឲ្យខ្លួនម្នាក់ដែរអាឆោតប្រើម៉ាស៊ីនតកងឈូសសក់អាប្រាំឲ្យចេញជារូបសញ្ញាផ្កាយនៅចំហៀងក្បាលអាប្រាំសប្បាយចិត្តណាស់រហូតរំរបាំត្រដិតបង្ហាញអ្នកភូមិពេញទីលានតែម្ដងគេឈ្មោះអាឆោតល្បីសូសសាយពេញស្រុកភូមិត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះញប់ឡើងមេភូមិបានរៀបចំពិធីជប់លៀងដ៏ធំមួយដើម្បីអបអរសាទរសម្រស់ថ្មីរបស់គាត់អាឆាតត្រូវគេចាត់ទុកជាភ្ញៀវកិត្តិយសនិងអង្គុយក្បែរស្រីតូចជានិច្ចមានម្ហូបអាហារប្លែកៗជាច្រើនដែលអាឆាតមិនដែលស្គាល់ពីមុនមកក្នុងជីវិតគាត់បានប្រាប់រឿងរ៉ាវអំពីពិភពលោកនាពេលអនាគតឲ្យអ្នកភូមិស្ដាប់អ្នកភូមិស្ដាប់រឿងអាឆើតទាំងបើកភ្នែកធំព្រោះមិនជឿថាមានឡានហោះឬទូរស័ព្ទឡើយពួកគេគិតថាអាឆើតកំពុងនិយាយរឿងនិទានទេវកៈឲ្យពួកគេស្ដាប់ដើម្បីកម្សាន្តស្រីទូចសម្លឹងមើលអាឆើតដោយកែវភ្នែកពោពេញដោយក្តីស្រឡាញ់និងការកោតសរសើរអាឆើតមានអារម្មណ៍ថាសប្បាយចិត្តជាងរស់នៅសម័យទំនើបទៅទៀតស្រាប់តែមានបញ្ហាមួយកើតឡើងគឺថ្មម៉ាស៊ីនត្រកងរបស់អាឆើតចាប់ផ្ដើមអស់ថាមពលម៉ាស៊ីនចាប់ផ្ដើមដាវយឺតហើយពន្លឺភ្លើងនៅលើម៉ាស៊ីនក៏រលត់ទៅវិញបន្តិចម្ដងអាឆើតភ័យខ្លាចថាបើគ្មានម៉ាស៊ីននេះទេគាត់នឹងលែងជាទេវតាទៀតហើយគាត់ព្យាយាមលាក់ម៉ាស៊ីននោះក្នុងកាបូបកុំឲ្យអ្នកណាឃើញអាប្រាក់មកសុំកាត់សក់បន្ថែមទៀតតែអាឆើតប្រាប់ថាថ្ងៃនេះទេវតាសម្រាប់សមាធិអីអាឆើតខំរកវិធីសាកថ្មម៉ាស៊ីនត្រកងនៅឃើញព្រៃបុរាណដែលគ្មានអគ្គិសនីប្រើប្រាស់គាត់នឹកឃើញវិធីប្រើពន្លឺព្រះអាទិត្យដោយយកកញ្ចក់ឆ្លុះបញ្ចាំងមកដាក់លើម៉ាស៊ីនគាត់សង្ឃឹមថាពន្លឺព្រះអាទិត្យអាចជួយឲ្យម៉ាស៊ីនត្រកងដើរឡើងវិញបាននៅថ្ងៃបន្ទាប់មានសត្រូវពីភូមិឆ្ងាយមកចង់រករឿងនិងដណ្ដើមដីធ្លីមេភូមិយើងពួកគេមកមានគ្នាជាច្រើននាក់ព្រមទាំងកាន់អាវុធមុតស្រួយគ្រប់ដៃតែម្ដងមេភូមិដើរចេញទៅតតាំងទាំងក្បាលមានម៉ូតសក់មហាអំណាចពស់វែកចែងចាំងសត្រូវឃើញក្បាលមេភូមិមានពន្លឺចម្លែកក៏ភ័យខ្លាចមិនហ៊ានចូលចិត្តឡើយអាឆើតបានដកស្ព្រៃបាញ់សក់ពណ៌ប្រាក់មកបាញ់ចូលទៅក្នុងហ្វូងសត្រូវទាំងនោះផ្សែងពណ៌ប្រាក់ហ៊ុយពេញអាកាសធ្វើឲ្យសត្រូវភ័យស្មានថាជាផ្សែងថ្នាំបំពុលមន្តអាគមពួកគេនាំគ្នារត់ចៃជើងគ្នាដោយមិនហ៊ានងាកក្រោយមើលបន្តិចសោះឡើយអ្នកភូមិទាំងអស់នាំគ្នាស្រែកជ័យខុយ៉ាងខ្លាំងក្លាពេញព្រៃមេភូមិសរសើរអាឆើតយ៉ាងខ្លាំងដែលបានជួយសង្គ្រោះភូមិឲ្យជៀសផុតពីសង្គ្រាមគាត់សម្រេចចិត្តប្រគល់កូនស្រីដ៏ស្អាតរបស់គាត់ឲ្យរៀបការជាមួយអាឆើតភ្លាមអាឆើតត្រេកអរខ្លាំងណាស់រហូតលោតកញ្ឆេងដោយក្មេងតូចទទួលបាននំចំណីស្រីតូចអៀនព្រានរហូតមុខក្រហមដោយផ្លែម្ទេសទុំពិធីរៀបការត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅក្នុងភូមិបុរាណនោះអ្នកភូមិប្រុសៗទាំងអស់បាននាំគ្នាកាត់សក់ម៉ូតម៉ូហូកតាមស្ទីលអាឆើតគ្រប់គ្នា
សូម្បីតែសត្វចិញ្ចឹមក្នុងភូមិក៏ត្រូវអាឆើតលាបចែវឲ្យមានសក់ផ្លាយៗដែរសំឡេងសំណើចនិងតន្ត្រីបុរាណបន្លឺឡើងកក្រាកពេញភូមិយ៉ាងសប្បាយរីករាយអាឆើតសម្រាប់ចិត្តរក់នៅក្នុងភូមិបុរាណនេះរហូតទៅដោយមិនចង់ត្រឡប់ទៅវិញឡើយគាត់បានបង្ក្រាបសាលាបង្រៀនកាត់សក់ម៉ូដទាន់សម័យជូនដល់ក្មេងៗក្នុងភូមិកាបូបស្ពាយរបស់គាត់បានคล้ายជាវត្ថុស័ក្តិសិទ្ធិដែលគ្រប់គ្នាគោរពបូជាជានិច្ចជីវិតរបស់គាត់ពោពេញដោយក្តីសុខនិងសំណាចជាមួយប្រពន្ធដ៏ស្រស់ស្អាតរឿងរ៉ាវរបស់ជាងកាត់សក់ឆ្លងភពត្រូវបានចារឹកទុកក្នុងប្រវត្តិសាស្ត្រភូមិបុរាណតរៀងមកគ្រប់គ្នាដែលដើរកាត់ភូមិនោះតែងតែឃើញមនុស្សមានម៉ូដសក់ប្លែកៗគួរឲ្យអស់សំណើចអាឆើតមេភូមិនិងអ្នកភូមិទាំងអស់រស់នៅជាមួយគ្នាយ៉ាងចុកសម្រុងនិងសប្បាយកក្អាយបំផុតនេះគឺជាទីបញ្ចប់នៃរឿងកំប្លែងស្រុកស្រែដែលប្លែកភ្នែកបំផុតក្នុងលោក